បាទជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមជួបខ្ញុំសាជាថ្មីម្ដងទៀតហើយបាទថ្ងៃនេះខ្ញុំនឹងនិយាយអំពីខេត្តរតនគិរីនៃប្រទេសកម្ពុជាបាទខេត្តរតនគិរីគឺជាខេត្តមួយដែលស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជាខេត្តរតនគិរីមានព្រំប្រទល់ខាងកើតចំនឹងខេត្តកន្ទោងនិងខេត្តយ៉ាឡៃនៃសាធារណរដ្ឋសង្គមនិយមវៀតណាមព្រំប្រទល់ខាងលិចជាប់ទៅនឹងខេត្តស្ទឹងត្រែងព្រំប្រទល់ខាងជើងជាប់ទៅនឹងខេត្តឧត្តពៅនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងព្រំប្រទល់ខាងត្បូងជាប់ទៅនឹងខេត្តមណ្ឌលគិរីហើយខេត្តរតនគិរីមានចម្ងាយប្រមាណ588គីឡូម៉ែត្រពីរាជធានីភ្នំពេញខេត្តរតនគិរីជាខេត្តមួយដែលមានលក្ខណៈពិសេសជាងគេក្នុងចំណោមខេត្តដែលនៅភូមិភាគឦសាននៃប្រទេសកម្ពុជាដោយខេត្តនេះមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនអនេកនិងទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិចផងដែរចំពោះទីតាំងភូមិសាស្ត្រនៃខេត្តរតនគិរីនេះមានដូចជាខេត្តរតនគិរីជាខេត្តមួយដែលស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជាទីរួមខេត្តគឺស្ថិតនៅក្រុងបានលុងនៅកណ្ដាលខ្ពង់រាបនៃខេត្តចម្ងាយ586គីឡូម៉ែត្រពីរាជធានីភ្នំពេញខេត្តរតនគិរីមានព្រំប្រទល់ជាប់ប្រទេសឡាវខាងកើតជាប់វៀតណាមខាងជើងជាប់ខេត្តមណ្ឌលគិរីនិងខាងលិចជាប់ខេត្តស្ទឹងត្រែងខេត្តរតនគិរីមានទីតាំងស្ថិតនៅលើខ្ពង់រាបនៃភូមិភាគឦសាននៃប្រទេសកម្ពុជាខ្ពង់រាបនេះជាគែមខាងលិចនៃប្រជុំភ្នំកណ្ដុំនៃប្រទេសវៀតណាមលំផាត់ដែលជាទីប្រជុំជននៅភាគខាងត្បូងខេត្តជាទីរួមខេត្តកាលពីអតីតកាលខេត្តរតនគិរីជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ជារៀងរាល់ឆ្នាំភាគច្រើននៃប្រជាជនរតនគិរីជាជនជាតិដើមភាគតិចចំណែកជនជាតិខ្មែរមានប្រមាណតែ10ទៅ20%តែប៉ុណ្ណោះខេត្តរតនគិរីមានចំនួន9ស្រុកក្នុងនោះមាន49ឃុំចំពោះស្រុកទាំង9របស់ខេត្តរតនគិរីមានដូចជាក្រុងបានលុងដែលជាទីរួមខេត្តស្រុកអណ្ដូងមាសស្រុកបោះកែវស្រុកកូនមុំស្រុកលំផាត់ស្រុកកូនមុខអូជុំស្រុកអូយ៉ាដាវស្រុកតាវែកនិងស្រុកវឿនសៃចំពោះតំបន់ទាក់ទាញទេសចររបស់ខេត្តរតនគិរីមានដូចជាប្រភពទាក់ទាញទេសចរសំខាន់ៗរបស់ខេត្តរតនគិរីគឺក្រុមជនជាតិដើមភាគតិចនិងសត្វព្រៃជនជាតិដើមភាគតិចមាន5ក្រុមរស់នៅខេត្តរតនគិរីមានជនជាតិទំពួនជនជាតិគ្រឹងជនជាតិចារាយជនជាតិកញ្ចោតនិងជនជាតិព្រៅឬក្រវិចទិដ្ឋភាពរស់នៅនិងវប្បធម៌នៃភូមិជនជាតិទាំងនេះបានទាក់ទាញទេសចរពីអឺរ៉ុបនិងអាមេរិកជាច្រើនចំពោះតំបន់ទេសចររបស់ខេត្តរតនគិរីមានដូចជាបឹងយក្សឡោមភ្នំឦសានឥសីបត្តមាទឹកធ្លាក់កាចាញទឹកធ្លាក់កាទៀងទឹកធ្លាក់អូសន្លាទឹកធ្លាក់អូសែនស្រណោះទឹកធ្លាក់ចាក់ហួងអូសឈានជាតិវីរៈជ័យជំរកសត្វព្រៃលំផាន់អូចាឡយនិងព្រៃនកកាប៉ាត់ហើយទាំងអស់នេះគឺជាលក្ខណៈទូទៅនិងជាស្ថានភាពជាក់ស្ដែងរបស់ខេត្តរតនគិរីសូមអរគុណសម្រាប់ការតាមដានទស្សនានិងចំណាយពេលរបស់បងប្អូនទាំងអស់គ្នាសូមកុំភ្លេចចុច like និង subscribe Channel YouTube របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសូមអរគុណ